ជំរាបសួរពុកម៉ែបងប្អូនលោកតាលោកយាយដែលស្រឡាញ់គ្រប់គ្រងនៅក្នុងការកាត់សូបិនរបស់ខ្ញុំណាពុកម៉ែបងប្អូនណាអញ្ចឹងពុកម៉ែបងប្អូនលោកតាលោកយាយចង់ដឹងពីសូបិនរបស់ខ្លួនឯងមានន័យផ្សងសំណាងអ្វីខ្លះមានហេតុផលអ្វីខ្លះក្នុងការកាត់សូបិននោះអញ្ចឹងបងប្អូនអាចវាយចូលនៅក្នុងការកាត់សូបិនរបស់ខ្ញុំបានហើយជ្រើសរើសជាន័យផ្សងសំណាងអញ្ចឹងឧទាហរណ៍ពុកម៉ែបងប្អូនដែលសូបិនឃើញសែនហ្នឹងហើយចឹងបងប្អូនសូបិនឃើញសែនរបស់អ្វីក៏ដោយឲ្យតែបងប្អូនបានសូបិនឃើញសែនលោកតាឬក៏សែនអ្វីផ្សេងចឹងបងប្អូនសូបិនបែបនេះគឺមានលេខផ្សងសំណាង45គុណ5គុណ13 3លេខបងប្អូនអាចជ្រើសរើស453 508 135 LO បងប្អូននិយមលេងឡូបងប្អូនអាចជ្រើសរើស508ចំពោះលេខអុកខ្ទង់ខ្ញុំសូមឲ្យបងប្អូនអូ5មកចប់ហើយ3លេខបងប្អូនអាចជ្រើសរើស450មកចប់ហើយនៅក្នុងចំណោមហ្នឹងបងប្អូនអាចជ្រើសរើសលេខណាដែលបងប្អូនស្រឡាញ់បងប្អូនអាចជ្រើសរើសយកទៅផ្សងសំណាងតាមការគួរណាបងប្អូនណាអញ្ចឹងពុកម៉ែបងប្អូនលោកតាលោកយាយដែលសូបិនឃើញសែនសូបិនឃើញសែនចឹងបងប្អូនអាចជ្រើសរើសលេខនេះយកទៅផ្សងសំណាងបានតាមការគួរអត្តភាពខ្ពស់លេខល្អគឺមានលេខ45 5គុណ13ចំពោះ3លេខបងប្អូនអាចជ្រើសរើស453 508 និង135 LO បងប្អូនដែលនិយមលេងឡូអាចជ្រើសរើស508អុកខ្ទង់ខ្ញុំសូមឲ្យបងប្អូនអុកខ្ទង់5និង450មកចាប់នេះជាលេខផ្សងសំណាងសម្រាប់បងប្អូនយកទៅផ្សងសំណាងបានតាមការគួរអញ្ចឹងខ្ញុំឲ្យបងប្អូនអាចជ្រើសរើសត្រេង54អញ្ចឹងទៅហើយចំពោះ3លេខបងប្អូនអាចជ្រើសរើស453អញ្ចឹងទៅណាបងប្អូនណាចំពោះហេតុផលវិញចំពោះហេតុផលបើបងប្អូនសូបិនឃើញថាខ្លួនឯងបានសែនអ្វីក៏ដែរឲ្យតែពាក្យថាសែនព្រេងឬក៏សែនជាអ្នកតាអីហ្នឹងក្តីសូបិនបែបនេះចាត់ទុកថាជាសូបិនមួយល្អបងប្អូនអាចមានសម្ពាយដំណើរទៅទិសខាងជើងជាទៅទិសដែលនាំលៀបណាបងប្អូនណានឹងនាំលៀបសក្ការៈជូនបងប្អូនតែម្ដងចំពោះអ្នកដែលមានគ្រូសាហើយអញ្ជើញធ្វើដំណើរទៅទិសខាងជើងបងប្អូននឹងទទួលលៀបនិងទទួលជ័យហើយចំពោះអ្នកនៅលាវអាចជ្រើសនៅក្នុងការថ្វាយបង្គំគ្រូដើមហ្នឹងហើយបងប្អូនណាថ្វាយបង្គំគ្រូដើមរបស់យើងទៅដើម្បីសំលៀបសំជ័យបងប្អូននឹងទទួលតាលៀបនិងទទួលតាជ័យនិងទទួលតាហេងតែម្ដងអញ្ចឹងសម្ពូរអ្នកនៅលីវក្តីអ្នកមានគ្រួសារនឹងក្តីអាចជ្រើសដំណើរជីវិតដូចអ្វីដែលខ្ញុំប្រាប់បងប្អូននឹងទទួលលៀបនិងទទួលជ័យនិងអាចជ្រើសរើសលេខផ្សងសំណាងតាមការគួរចឹងពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រុសស្រីទាំងអស់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើបងប្អូនគាំទ្រវីដេអូរបស់ខ្ញុំកុំភ្លេចជួយ Subscribe រូបកណ្ដឹងម្នាក់មួយឬក៏ដាក់មេដៃដើម្បីទទួលហេងនិងទទួលសំណាងល្អពីខ្ញុំផងដែរជូនពរសូមឲ្យបងប្អូនដែលនៅក្នុងការកាត់សូបិនរបស់ខ្ញុំទាំងអស់សូមឲ្យទុកហេងរាល់ថ្ងៃតែម្ដង